nói ui mày nè ai trong phòng Sa កុំថាឡើយប្រិមិត្តសំបីតែកូនពួកខ្ញុំក៏ពេលខ្លះច្រឡំម៉ែម្សាដែរអញ្ចឹងសូមបញ្ជាក់ថាកូនស្រីនេះគឺជាក្មួយរបស់ខ្ញុំចាកូនរបស់ប្អូនស្រីខ្ញុំដែលមុខស្តៀងខ្ញុំនឹងឯងហើយកូនខ្ញុំនោះកំឡោះពីររូបគឺថាអូយក្រាស់កំពុងតឹងរងចាំកំពុងធំបដាហើយ ប្អូនស្រីខ្ញុំគឺជាអ្នកលក់អនឡាញការងារគាត់នឹងវាអត់មានម៉ោងពេលច្បាស់លាស់ដូចគេធ្វើការនៅ office ទេហើយក៏ស៊ូគួរសមដែរគឺជាអ្នកម្ដាយដែលអំបៅដោះកូនសុទ្ធតែម្ដងទាំងពីរនាក់ខ្ញុំពីរនាក់បងប្អូនជួនកាលអង្គុយអំបៅកូនម្នាក់មួយរៀងខ្លួនអង្គុយក្បែរគ្នាក៏មានដែរ គាត់ថាកូនខ្ញុំអូននុហ្នឹងគឺអាយុ1ឆ្នាំកន្លះហើយគាត់នៅបើដោះប៉ុន្តែគាត់លាយជាមួយទៅដោះប៉ប៉ែដែរវីតាចាប់ផ្ដើមញ៉ាំបបរខាប់គ្រប់គ្រឿងពី6ខែមកហើយឥឡូវគាត់អាយុ9ខែហើយតែដោយសារតែប្អូនខ្ញុំគាត់រៀងរវល់ដែរអញ្ចឹងទៅបានបបរកញ្ចប់យូរបបរកញ្ចប់ម៉ាក់បាប់ហ្នឹងគឺកូនគាត់ចូលចិត្តញ៉ាំមែនតើដាក់អស់រហ្មងហើយមើលមៀតមើលសាច់គេផងលោកអើយកំមឹបល្អណាស់ ក្រៅពីបបរ Babs Organic ហ្នឹងក៏មានជាប្រភេទផ្លែឈើដែរហើយនិយាយទៅ Babs Organic ដោយសារជាផលិតផលរបស់ប្រទេសអូស្ត្រាលីអ្នកទាំងអស់គ្នាអាចដឹងអំពីស្តង់ដារនិងគុណភាពនៃការត្រួតពិនិត្យបានហើយថាពិតជា Organic ដោយពាក្យគេថាដែរអត់ព្រោះប្រទេសណាមិនដឹងតែបើអូស្ត្រាលីជឿជាក់បានតែម្ដង ហើយឥឡូវហ្នឹង Babs Organic មានលក់នៅស្រុកខ្មែរយើងជាផ្លូវការឯណាអាចចូលទៅកាន់ Facebook Page នេះដើម្បីមើលបន្ថែមទៀតបានអរគុណ